ប្រវត្តិរបស់សម្ដេចតេជោហ៊ុនសែនសម្ដេចតេជោហ៊ុនសែនគឺជាមេដឹកនាំនយោបាយនិងមេបញ្ជាការយោធាខ្មែរដែលបានបម្រើការជានាយករដ្ឋមន្ត្រីកម្ពុជាពីឆ្នាំ1985ដល់2023ជីវិតដើមថ្ងៃខែឆ្នាំកំណើត5សីហា1952ឯកសារផ្លូវការចុះបញ្ជីថា4មេសា1951កន្លែងកំណើតឃុំពាមកោសនាស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមឪពុកម្ដាយឈ្មោះហ៊ុននាងនិងឌីពុកសម្ដេចតេជោហ៊ុនសែនបានចាប់ផ្ដើមការសិក្សានៅក្នុងស្រុកភូមិហើយនៅឆ្នាំ1964បានមករួមនៅក្នុងវត្តនាគវ័ននៅទីក្រុងភ្នំពេញដើម្បីបន្តការសិក្សាជីវិតយោធានិងការចូលរួមក្នុងចលនាសង្គ្រោះជាតិនៅឆ្នាំ1977សម្ដេចតេជោហ៊ុនសែនបានចាកចេញពីគ្រួសារជាទីស្រឡាញ់ដើម្បីដឹកនាំចលនារំដោះប្រទេសនិងប្រជាជនពីរបបដ៏សាហាវយ៉ាងជ្រាលជ្រៅនៃរបបប្រល័យពូជសាសន៍ប៉ុល ពត នៅឆ្នាំ1978សម្ដេចតេជោហ៊ុនសែនបានក្លាយទៅជាស្ថាបនិកមួយរូបនៃចលនាសង្គ្រោះជាតិកម្ពុជាហៅថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា FUNSK ដែលមានកិច្ចសហប្រតិបត្តិការជាមួយចលនាស្នេហាមាតុភូមិជាច្រើននិងការគាំទ្រដោយកម្លាំងកងទ័ពស្ម័គ្រចិត្តវៀតណាមចលនានេះបានជួយរំដោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប្រជាធិបតេយ្យកម្ពុជានៅថ្ងៃទី7ខែមករាឆ្នាំ1979ការដឹកនាំនយោបាយនៅថ្ងៃទី14មករា1985សម្ដេចតេជោហ៊ុនសែនបានកាន់តំណែងជានាយករដ្ឋមន្ត្រីដោយមានអាយុ34ឆ្នាំក្រោមការដឹកនាំប្រទេសកម្ពុជាបានក្លាយទៅជាសមាជិកទី10នៃប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី25ខែកញ្ញា2008សម្ដេចតេជោហ៊ុនសែនបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី4នៃរដ្ឋសភាជាតិសម្រាប់ដំណាក់កាល5ឆ្នាំពី2008ដល់2013ការទទួលស្គាល់និងរង្វាន់នៅថ្ងៃទី10មេសាឆ្នាំ2001សម្ដេចតេជោហ៊ុនសែនបានទទួលបណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យ Dankook នៅប្រទេសកូរ៉េខាងត្បូងការទទួលបណ្ឌិតកិត្តិយសនេះគឺសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្សះផ្សាយជាតិការស្ដារឲ្យមានសន្តិភាពនិងស្ថិរភាពឡើងវិញក្នុងប្រទេសកម្ពុជាការបង្កើតឲ្យមានទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េនិងការខិតខំប្រឹងប្រែងរបស់សម្ដេចលើកិច្ចសហប្រតិបត្តិការចំពោះប្រទេសក្នុងអាស៊ានសេចក្តីសន្និដ្ឋានសម្ដេចតេជោហ៊ុនសែនគឺជាមេដឹកនាំដែលមានឥទ្ធិពលខ្លាំងក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជាការដឹកនាំរបស់សម្ដេចបាននាំឲ្យប្រទេសកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍខ្លាំងឡើងសម្ដេចតេជោហ៊ុនសែនត្រូវបានគេចាត់ទុកថាជាប្រមុខរដ្ឋាភិបាលដែលកាន់អំណាចបានយូរជាងគេក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា